ថាថៃបាញ់កំតិចប្រាសាទព្រះវិហាររបស់យើងថៃបកកាយថាគេបាញ់ដាក់ទីតាំងកងទ័ពតើផ្លូវច្បាប់មានផ្លូវច្បាប់អីខ្លះដែលអាចយកមកប្រើប្រាស់បានខ្ញុំសូមឆ្លៀកឱកាសនេះបកស្រាយចំណុចនេះមួយមុនសិនថាបើនិយាយពីលក្ខណៈបច្ចេកទេសខ្ញុំនិយាយលក្ខណៈក្របលក្ខណៈច្បាប់ខ្ញុំជឿថាបងអូនខាងអាជ្ញាធរព្រះវិហារក៏អ្នកច្បាប់របស់យើងក្រសួងយុតិធម៌លោកមានសមត្ថភាពក្នុងការបញ្យលទស្សនវិជ្ជាច្បាប់កាន់តែលម្អិតទៅលើបញ្ហាយើងជារដ្ឋសមាជិកនៃអនុសញ្ញាដែលពាក់ព័ន្ធទៅនឹងអង្គការ UNESCO ដែលយើងបានចូលរួមនឹងទស្សនវិជ្ជាច្បាប់មួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងការប្រើកម្លាំងក្នុងការការពារប្រាសាទបុរាណបេតិកភណ្ឌពិភពលោកនេះខ្ញុំទុកឲ្យអ្នកជំនាញខាងនោះគេបកស្រាយតែខ្ញុំសង្កត់ធ្ងន់ទៅលើទស្សនវិជ្ជានៃការបាញ់កំទេចប្រាសាទព្រះវិហាររបស់យើងតាមប្របាយការបឋមផ្អែកលើលក្ខណៈបច្ចេកទេសដែលយើងបានពិភាក្សាទៅលើក្របដែលបាញ់ទៅលើគន្លងក្របដែលបានប្រើប្រាស់បាញ់ពីទិសណាខ្លះមុំប្រើមុំបាញ់ប្រមាណអីចឹងយើងមានការវិភាគច្បាស់លាស់តែបើយើងឃើញការបាញ់មុំបាញ់នេះ501រណ្ដៅដែលយើងរកឃើញហើយការប្រើប្រាស់ក្របបែកចង្កោមដែលទម្លាក់ទៅលើក្របបែកទម្លាក់ពីយន្តហោះ MK82 ដែលទម្លាក់នៅទីនោះចំនួន5គ្រាប់ដែលយើងមើលការទម្លាក់ក្របបែកនោះមិនមែនជាការទម្លាក់សំដៅទៅលើទីតាំងកងទ័ពទេគឺជាការទម្លាក់សំដៅទៅលើប្រាង្គប្រាសាទតែម្ដងក្របដែលកាភ្លើងធំ155មីលីម៉ែត្របាញ់បុកជញ្ជាំងប្រាសាទព្រះវិហារនិងចំនួនដែលក្របធ្លាក់នៅខាងក្រៅនៃទីតាំងប្រាសាទបាញ់ទៅវាមានចំខឿនចំអីចឹងដែរប៉ុន្តែមួយចំនួនគឺបាញ់បុកនៅខឿននៅខាងខឿនខាងក្រៅប្រាសាទអញ្ចឹងផ្អែកទៅលើលក្ខណៈបច្ចេកទេសនេះយើងជឿថាមិនមានកងទ័ពដែលឈរនៅខាងក្រៅប្រាសាទទេទីតាំងប្រាសាទហ្នឹងបើថានៅខាងក្នុងក៏យើងអត់មានឃើញលានដ្ឋានដែរបើលានដ្ឋានរបស់ប៉ូលីសយើងឈរមានអញ្ចឹងផ្លូវច្បាប់សុំឲ្យអ្នកច្បាប់គាត់បកស្រាយនៅពេលដែលមានខ្មាំងកំទេចនៅបេតិកភណ្ឌពិភពលោកតើម្ចាស់ទីតាំងនោះត្រូវការពាររបៀបម៉េចมันអាចទៅយកកបិតទៅដេញកាប់គេបានទេវាតែមានកម្លាំងតបកម្លាំងប៉ូលីសដើម្បីការពារហើយយើងបានអនុវត្តត្រឹមត្រូវតាមតែខ្ញុំដឹងគឺអនុវត្តប៉ូលីសបេតិកភណ្ឌគេទៅនៅការពារនោះទាំងអត់សង្គ្រាមទាំងមានសង្គ្រាមគេទៅនៅការពារប្រាសាទនោះហើយគេឡោះអាណាខូចយកក្របយកប្រព្រឹត្តអំពើឧក្រិដ្ឋកម្មអីមួយដែលកើតឡើងនៅប្រាសាទរបស់យើងអញ្ចឹងបើផ្អែកលើកន្លងបាញ់និងអ្វីដែលបានគេប្រើប្រាស់ដូចជាក្របបែកចកោមមានអ្នកខ្លះសួរខ្ញុំថាម៉េចបានប្រើក្របបែកចកោមលើប្រាសាទព្រះវិហារទៅអីវាបើសិនជាកន្លែងនោះមិនមែនជាទីតាំងកងទ័ពខ្ញុំមើលចរិតនៃការធ្វើសង្គ្រាមនេះដែលគេបាញ់ក្របបែកចង្កោមប៉ះជាង2300គីឡូម៉ែត្រកាឡាមិនមែនជាការចៃដន្យទេគឺដើម្បីបង្កើតឲ្យមានបញ្ហាសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនយើងសម្រាប់ប្រទេសរបស់យើងក្នុងរយៈពេលវែងមិនបាញ់ដាក់ទីតាំងកងទ័ពណាតាមភូមិឋានរបស់ប្រជាជនយើងក្របបែកចកោមអញ្ចឹងមិនចៃដន្យទេតែបាញ់ដាក់ប្រាសាទព្រះវិហារបើដោះស្រាយបញ្ហាសន្តិសុខផ្នែកសំណល់ក្របយុទ្ធភណ្ឌតំទុះមិនតាន់ទេគុំសង្ឃឹមទេសចរណាវាអ្នកណាដែលគេទៅលេងនៅនោះគេមិនទៅទេវាទៅបថុយស្លាប់មានណាគេទៅទេអញ្ចឹងការបង្កើតឲ្យមានបញ្ហាអសន្តិសុខរយៈពេលវែងសម្រាប់ប្រាសាទដែលជាគោលដៅរបស់គេដែលគេបានប្រើប្រាស់ក្នុងយុទ្ធសាស្ត្រសង្គ្រាមរបស់គេដែលបានគិតគូរក្នុងរយៈពេលវែងខ្ញុំយល់ថាមិនមែនជាការយល់ច្រឡំទេព្រោះការប្រើក្របបែកចកោមវាតការពេលយូរជាពិសេសនៅតំបន់ព្រៃហើយក្របបែកចកោមវាមានឆាត់វាខ្លះទៅលើចុងអាស័យចុងឈើចុងអីអសន្តិសុខហ្នឹងគឺត្រូវការពេលវេលាយូរណាស់បើមិនមានបច្ចេកទេសប្រទេសខ្លះដោះរាប់សិបឆ្នាំក៏នៅតែប្រឈមនឹងបញ្ហាអសន្តិសុខផ្នែកសំណល់យុទ្ធភណ្ឌសង្គ្រាមនេះដោយឡែកតាក់ទងទៅនឹងខ្លឹមសារច្បាប់ដែលក្របបែកចង្កោមក្របបែកចង្កោមនេះយើងមានជាសមាជិកអនុសញ្ញាអន្តរជាតិមានជាង150ប្រទេសប៉ុន្តែយើងក៏មិនមែនជារដ្ឋសមាជិកដែរកម្ពុជាមិនតន់ចូលជារដ្ឋសមាជិកនៃអនុសញ្ញាក្របបែកចង្កោមទេថៃក៏អត់ចូលដែរនៅក្នុងបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមយើងឃើញដែលបញ្ហាដែលយើងជាប់ពាក់ព័ន្ធគ្នានឹងច្បាប់អន្តរជាតិនេះអនុសញ្ញាអន្តរជាតិបើយើងមើលចរិតនៃ
សំណល់ជាតិទុះសង្គ្រាមនៅលើកនេះគឺមានអនុសញ្ញា2ដែលយើងក៏ចូលថៃក៏ចូលគឺអនុសញ្ញាពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមីយើងចូលឆ្នាំ2005ថៃចូលឆ្នាំ2003ក្របមីនប្រឆាំងមនុស្សថៃក៏ជារដ្ឋសមាជិកយើងក៏ជារដ្ឋសមាជិកដែរក្រៅពីនោះក្របបែកចកោមយើងអាចបានចូលទេអញ្ចឹងថៃក៏គេថាគេមិនមែនជារដ្ឋភាគីអន្តរជាតិនេះទេតែបងប្អូនអ្នកសារព័ត៌មានមេត្តាពិចារណាឡើងវិញច្បាប់គឺច្បាប់មិនមែនថាខ្លួនមិនគ្រប់គ្រងអានោះមិនមែនជាច្បាប់អន្តរជាតិទេអញ្ចឹងត្រូវសិក្សាពីច្បាប់នេះឲ្យច្បាស់លាស់ថាបើច្បាប់អន្តរជាតិគេនៅខាងក្រៅច្បាប់គេអាចប្រើអានឹងបានដដែលអញ្ចឹងច្បាប់មានន័យអីមិនមែនថាច្បាប់ចរាចរណ៍យើងមិនចូលរួមគ្រប់គ្រងច្បាប់ចរាចរណ៍ហ្នឹងអញជិះមិនក៏បានស្អាតចិត្តទេមុំគេបុកងាប់បើយើងគ្រប់ច្បាប់ចរាចរណ៍វាធម្មតាមានរដ្ឋខ្លះក៏គ្រប់គ្រងរដ្ឋខ្លះក៏មិនគ្រប់គ្រងប៉ុន្តែវាคล้ายទៅជាច្បាប់អន្តរជាតិទៅហើយទោះបីតែឯងមិនមែនជារដ្ឋសមាជិកក៏ត្រូវតែគ្រប់ច្បាប់អន្តរជាតិនោះដែរពួកគេមានធម្មតាទស្សនវិជ្ជាច្បាប់វាមានទៅคล้ายទៅជាច្បាប់អន្តរជាតិទៅមានរដ្ឋប្រមាណដើម្បីគ្រប់គ្រងคล้ายជាច្បាប់អន្តរជាតិហើយคล้ายជាច្បាប់អន្តរជាតិអ្នកឯងចង់ត្រូវតែគ្រប់អានឹងខ្ញុំចង់លើកជាឧទាហរណ៍អញ្ចឹងទេតែដូចខ្ញុំជម្រាបខាងដើមទៅអ្នកច្បាប់គេបកស្រាយខ្លឹមសារច្បាប់នោះតែដល់ឡែកតាក់ទងនឹងការកសាងមូលដ្ឋានច្បាប់ជាភ័ស្តុតាងជាអ្វីដែលជាព័ត៌មានពាក់ព័ន្ធទៅនឹងការអនុវត្តអនុសញ្ញានេះយើងឃើញថាអ្វីដែលថៃបានប្រើប្រាស់ក្របបែកចកោមប្រឆាំងយើងប្រទេសរបស់យើងមិនមែនជាភាពចៃដន្យហើយមានភ័ស្តុតាង1 2ទេដូចខ្ញុំជម្រាបខាងដើមមានជាង2300គីឡូម៉ែត្រក្រឡាពាក់ព័ន្ធនឹង polygon ទីតាំងដែលយើងគេហៅ polygon ហ្នឹងគឺសម្រាប់ទីតាំងបញ្ជាក់ហ៊ុំព័ទ្ធជាផ្ទៃដីគឺមានជាង3000ទីតាំងយើងមាននៅក្នុងប្រព័ន្ធទិន្នន័យរបស់យើងដែលបានកំណត់ត្រាថាវានៅ coordinate នៅចំណុចណាយើងទៅចុចទៅយើងឃើញទីតាំងហ្នឹងយើងបានធ្វើស្វ័យហើយសំដៅក្របផ្លោងក្របបែកចកោមបាទតើក្របបែកចកោមទេជាយើងអត់និយាយក្របទូទៅទេវាច្រើនលើសនឹងជាង5000ទីតាំងតែក្នុងនោះជាង3000ទីតាំងមិនមែនទីតាំងមិនមែនចង់និយាយក្របមួយធ្លាក់ទៅទេគឺទីតាំងជា polygon ជាទីតាំងដែលមានទំហំផ្ទៃដីដែលយើងបានមានកំណត់ត្រាហើយប៉ះប្រជាជនប្រមាណគ្រួសារផ្ទៃដីទំហំប៉ុន្មានអីយើងមាន record នឹងទាំងអស់ហើយអញ្ចឹងបើនិយាយពីការកសាងភស្តុតាងគតិយុត្តដូចជាគ្រប់គ្រាន់ហើយលក្ខណៈបច្ចេកទេសក៏យើងមានបង្ហាញច្បាស់លាស់ដែរជាភស្តុតាងទៅក្នុងការងារនេះជាក់ស្ដែងដូចជាអ្នកគ្រោះថ្នាក់3ករណីនៅថ្ងៃទី25ខែតុលាឆ្នាំ2025ក្រោយមកថ្មីនេះមានករណីផ្ទុះគ្រោះថ្នាក់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់3នាក់របួសធ្ងន់អីសិតតែមានភស្តុតាងមានរបាយការណ៍ស៊ើបអង្កេតច្បាស់លាស់មិនចៃដន្យទេអញ្ចឹងទីខ្ញុំជឿថាវិធានការបន្តជាក់លាក់ខ្ញុំទស្សនវិជ្ជាច្បាប់វិធានការច្បាប់ទៅមុខអានោះគឺជាបន្ទុករបស់ក្រមអ្នកច្បាប់របស់យើងប្រមុខរាជរដ្ឋាភិបាលខ្ញុំជឿថាលោកមានផែនការយុទ្ធសាស្ត្ររបស់លោកប៉ុន្តែចំពោះវិធានការជាក់ស្ដែងរបស់យើងទី1អ្វីដែលសំខាន់សម្រាប់យើងគឺធានាសុវត្ថិភាពប្រជាពលរដ្ឋរបស់យើងត្រឡប់ទៅលំនៅឋានវិញគឺជាតកកិច្ចចាំបាច់ដែលក្នុងនាមអង្គភាពមនុស្សធម៌ផងក្នុងនាមអង្គភាពជំនាញជាសេនាធិការរបស់រាជរដ្ឋាភិបាលផងយើងបានខិតខំផ្ដល់ទី1ការអប់រំការធ្វើ survey ដែលខ្ញុំបញ្ជាក់ទិន្នន័យមិញនេះមនុស្សច្រើនណាស់ដែលទៅចុះទៅ survey ក្រុមច្រើនណាស់ដែលទៅធ្វើការស្រាវជ្រាវជាក់ស្ដែងហើយមិនមែនគាត់ស្រាវជ្រាវសួរគេទេតែទៅរកភស្តុតាងជាក់ស្ដែងដើម្បីហ៊ុំព័ទ្ធតំបន់នោះជាតំបន់រងការគម្រាមកំហែងដោយសារក្របបែកចកោមដោយសារក្របយុទ្ធភ័ណ្ឌតាមទូទៅអញ្ចឹងចូលលើភាពជាក់ស្ដែងយើងមានចែកតំបន់ Q green តំបន់ទឹកក្រូចតំបន់ក្រហមអញ្ចឹងតំបន់ប្រជាជនរបស់យើងដែលអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងគាត់វិញបានពោះបាញ់ក៏បែកចកោមបើយើងនិយាយក៏បែកចកោមកន្លែងខ្លះនៅលើពូកគាត់ក៏មានឬក្រេដេករបស់គាត់នោះបាញ់ចូលផ្ទះអញ្ចឹងយើងចូលទៅធ្វើការបោសសម្អាតក្របបែកចង្កោមទាំងអស់នោះតំបន់កន្លែងគាត់រស់នៅគឺជាតំបន់មុនគេបន្ទាប់មកយើងគិតទៅតំបន់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលគ្រប់គ្រងដល់ជីវភាពប្រចាំថ្ងៃរបស់គាត់ដូចជា access ទៅរកទឹកប្រភពទឹកអីចឹងជាដើមផ្លូវគាត់ធ្វើដំណើរអីចឹងជាដើមយើងធ្វើកិច្ចការហ្នឹងជាកិច្ចការបន្ទាន់
បំផុតរបស់យើងហើយបញ្ហាបន្តបន្ទាប់គឺតាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចសង្គមធានាសុវត្ថិភាពដីស្រែចម្ការរបស់គាត់យើងត្រូវធ្វើបន្តទៅទៀតអញ្ចឹងតំបន់ដែលចាំបាច់មួយចំនួនយើងមានកំណត់តំបន់អត្ថភាពទាំងអស់នោះលើភាពជាក់ស្ដែងនៃការឆ្លើយតបពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធទំនើបរបស់ទាហានសៀមនៅក្នុងការឈ្លានពានបូរណភាពទឹកដីកម្ពុជាក៏ដូចជាការប្រើប្រាស់ប្រឆាំងទៅនឹងវិរៈកងទ័ពវិរៈនគរបាលជាតិរបស់យើងក៏ដូចជាបូរណភាពទឹកដីរបស់យើងនេះយើងឃើញមានប្រើប្រាស់អាវុធទាំងអស់នេះជាពិសេសដ្រូនហើយជាអាវុធថ្មីហើយនឹងក្របបែកចង្កោមស៊េរី M នេះមិនបានប្រើប្រាស់នៅក្នុងសង្គ្រាមកន្លងមកទេតែយើងឃើញមានធ្លាប់ប្រើនៅក្នុងឆ្នាំ2008និង2008 2011កន្លងទៅក៏មានប្រើប្រាស់ដែរប៉ុន្តែខ្ញុំចង់បញ្ជាក់ថាអញ្ចេះកម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់មិនមែនធ្វើការតែនៅក្នុងប្រទេសរបស់យើងមួយមុខទេយើងបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដែលមានបញ្ហាក្របមៀនយុទ្ធភ័ណ្ឌតំផ្ទុះនៅបណ្ដាប្រទេសផ្សេងទៀតនៅក្នុងសកលលោកយើងនេះអញ្ចឹងទេការធ្វើបច្ចុប្បន្នភាពនៃចំណេះដឹងបច្ចេកទេសជាមួយនឹងអាវុធទំនើបនេះយើងធ្វើជាប្រចាំជាពិសេសយើងធ្វើកិច្ចសហប្រតិបត្តិការដូចជាជាមួយប្រទេសអ៊ុយក្រែនជាមួយនឹងកូឡុំប៊ីជាមួយនឹងប្រទេសអាហ្វ្រិកមួយចំនួននៅមជ្ឈមបូព៌ាអញ្ចឹងទេចំណេះដឹងអស់នេះយើងបានចងក្រងរៀបចំពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់យើងទៅតាមការរីកចម្រើននៃផ្នែកសភាវុធមួយចំនួនដែលយើងគិតថានឹងមានផលប្រយោជន៍សំខាន់ជាពិសេសនៅលើការងារបោសសម្អាតក្របយុទ្ធភ័ណ្ឌតំផ្ទុះដើម្បីកិច្ចការមនុស្សធម៌ជាបន្តអញ្ចឹងយើងមានបទពិសោធន៍នេះគ្រប់គ្រាន់ជាក់ស្ដែងដូចជាការប្រើប្រាស់អាវុធរបស់សៀមជាប្រភេទក្របបែកចង្កោមនេះយើងមានសមត្ថភាពអាចឆ្លើយតបបានប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់កងកម្លាំងរបស់យើងរបៀបនៃការធ្វើការយើងមាន SOP មាននីតិវិធីរបស់យើងធ្វើបច្ចុប្បន្នភាពជាប្រចាំព្រោះទោះបីអាវុធថ្មីក៏ដោយក្របយុទ្ធភ័ណ្ឌតំផ្ទុះថ្មីដែលយើងជួបប្រទះវាទៅតាមស្ថានភាពរបស់វាទៀតដែលជួបនៅក្នុងទ្រឹស្ដីផ្សេងដល់ពេលជាក់ស្ដែងទៅបាញ់ទៅវាចំព្រៃចំតំបន់ទុនតំបន់រឹងដោយវាមានការប្រែប្រួលទៅលើស្ថានភាពជាក់ស្ដែងនៃការគម្រាមកំហែងនោះយើងក៏ធ្វើការផ្លាស់ប្ដូរនៅនីតិវិធីផ្ដល់ការវឹកវើជាបន្តទៅមន្ត្រីរបស់យើងបំពាក់សម្ភារៈសមស្របទៅតាមហានិភ័យដែលគេប្រឈមនោះតាន់ពេលវេលានេះគឺជារឿងសំខាន់យើងមិនមានការបថុយប្រឋានជាមួយនឹងបច្ចេកទេសថ្មីនៃអាវុធទាំងអស់នោះហើយដាក់អ្នកជំនាញរបស់យើងប្រឈមមុខដោយមិនមានភាពច្បាស់លាស់ទេអញ្ចឹងហើយចំណុចនេះខ្ញុំអាចឆ្លើយទៅបងប្អូនស្រីវិញថាក្នុងលក្ខណៈបច្ចេកទេសជាមួយនឹងអាវុធទំនើបអ្នកជំនាញយើងក៏ត្រូវធ្វើទំនើបកម្មទៅតាមនឹងហើយយើងបានត្រៀមខ្លួនមួយចំនួនធំហើយដោយសារយើងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃទៀតដែរបាទសូមអរគុណ